សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាអំពីរបៀបចូលទៅដាក់រូបនៅក្នុងឆាត Telegram របស់យើងអញ្ចឹងវាអត់មានអីពិបាកទេហ្នឹងហើយដោយអ្នកនរគ្នាគ្រាន់តែចូលមកកាន់ Telegram របស់យើងមកហ្នឹងហើយយើងចូលទៅកាន់ឆាតអ្នកណាម្នាក់ដែលយើងចង់ដាក់រូបហ្នឹងទៅហើយបន្ទាប់មកទៀតយើងចុចលើរូបរបស់គាត់ឬក៏យើងចុចលើឈ្មោះរបស់គាត់នៅខាងលើនេះយើងចុចខាងលើបន្ទាប់មកទៀតយើងយកត្រី3ខាងស្ដាំដៃនេះកន្លែងគេដាក់ថា more ហើយយើងប៉ះលើវាមួយទៅបន្ទាប់មកទៀតយើងយកខាងលើនេះគេដាក់ថា change wallpaper យើងប៉ះលើវាមួយអញ្ចឹងមកដល់កន្លែងនេះវានឹងមាន theme ជាច្រើនដែលឲ្យយើងជ្រើសរើសយើងអាចបដូរពណ៌បដូរអីបានអញ្ចឹងណាអញ្ចឹងបើយើងឆ្វេងចិត្តមួយនេះយើងចុច apply មកយើងចុច apply ប៉ុន្តែបើយើងអត់ចង់ដាក់រូបហ្នឹងទេយើងចង់ដាក់ជារូបភាពអញ្ចឹងយើងយក no theme កន្លែងនេះយើងយក no នេះសិនបន្ទាប់ពីយើងយក no នេះហើយយើងអាច reset theme នេះមួយទៅហ្នឹងហើយយើងអាច reset នេះហើយតទៅទៀតយើងចូលមកវិញម្ដងទៀតហើយយើងយក more ដដែលហើយយើងយក change wallpaper ដដែលអញ្ចឹងមកដល់កន្លែងនេះគេដាក់ថា choose wallpaper from photo អញ្ចឹងយើងចុចលើកន្លែងនេះមួយទៅយើងចុចលើវាមួយទៅអញ្ចឹងមកដល់កន្លែងនេះវានឹងធ្វើការឲ្យយើងជ្រើសយករូបភាពដែលយើងចង់ដាក់ហ្នឹងអញ្ចឹងយើងចុចលើរូបភាពមួយមកអញ្ចឹងវានឹងលោតមកបែបនេះអញ្ចឹងយើងអាចធ្វើការសេរីបានហ្នឹងហើយយើងសេរីឆ្វេងស្ដាំធំទូចអីចឹងទៅហើយកន្លែងនេះវាយើងចង់ដាក់ព្រិលអញ្ចឹងយើងចុចលើវាទៅហ្នឹងហើយកន្លែងនេះយើងអាចតេស្តមើលខ្លួនយើងបាននេះកន្លែងយើងចុចដាក់វារាង zoom មកមុខបន្តិចហើយខាងលើនេះគឺយើងអាចដាក់ពេលយប់ឬក៏ពេលថ្ងៃហើយយើងអាចសេរី color វាបានអញ្ចឹងទៅអញ្ចឹងនេះយើងអាចសេរី color បានវារាងភ្លឺបន្តមកទៀតយើងចុចខាងលើនេះ apply for me អញ្ចឹងយើងអត់អាច apply ឲ្យឃើញទាំងសងខាងបានទេដូចជាពេលយើងដាក់ទៅឃើញទាំងយើងទាំងខាងទៀតហ្នឹងអញ្ចឹងអាហ្នឹងតើតើយើងទិញគេហៅថា Telegram Premium អញ្ចឹងហ្នឹងមិនយើងដាក់ទៅឃើញទាំងពីរអញ្ចឹងណាអញ្ចឹងអានេះយើងដាក់ទៅយើងឃើញតែខ្លួនយើងទេអញ្ចឹងមួយឧទាហរណ៍យើង apply for me ទៅមកនេះខាងលើនេះអញ្ចឹងវានឹងជាប់នៅលើនឹងហើយនេះអញ្ចឹងយើងឃើញអញ្ចឹងវីដេអូចែកម្លែកនេះគឺមានតែប៉ុណ្្នឹងទេហ្នឹងហើយខ្លីៗបាយបាយ